ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះគឺយើងសិក្សាស្វែងយល់អំពីពាក្យថា save as and open នៅក្នុងកម្មវិធី Microsoft Word ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច Subscribe ខ្ញុំមួយផងចឹងយើងទៅមើលពីមេរៀនរបស់យើងទាំងអស់គ្នាសម្រាប់ save គឺទាក់ទងទៅនឹងការរក្សាទុកឯកសារចឹងសម្រាប់ការរក្សាទុកឯកសារពុកម៉ែបងប្អូនទាំងអស់គ្នាចូលទៅក្នុង file ហើយយកពាក្យថា save បន្ទាប់គឺយើងរើសទីតាំងដាក់ឯកសាររបស់យើងខ្ញុំដាក់នៅក្នុងនេះហើយខ្ញុំដាក់ពាក្យថាអញ្ចឹងសម្រាប់ save កន្លែងនេះគឺឈ្មោះពុកម៉ែបងប្អូនទាំងអស់គ្នាដាក់ឈ្មោះមកដាក់ឈ្មោះរបស់យើងគឺ learn Microsoft Word អញ្ចឹងចំណុចសំខាន់គឺពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវដាក់ឈ្មោះឲ្យត្រឹមត្រូវតាមអ្វីយើងចង់បានទៅតាមឈ្មោះនៃឯកសាររបស់យើងមកដើម្បីយើងងាយស្រួលក្នុងការរកជាពិសេសគឺទីតាំងរបស់យើងអូខេអញ្ចឹងយើងមកមើលមួយទៀតទាក់ទងទៅនឹង file format ពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវដឹងច្បាស់ថាយើងចង់ save វាជា file អីគេ file format docx ឬក៏ doc អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាគឺយកជា default វាមកគឺ docx ហ្នឹងឯងបើសិនបើពុកម៉ែបងប្អូនចង់ save ជា PDF ពុកម៉ែបងប្អូន save វាទៅ PDF មកគឺអូខេអញ្ចឹងខ្ញុំចុចពាក្យថា save អញ្ចឹងបន្ទាប់ពី save ហើយនៅពេលយើងចង់បើកយកមកប្រើតើយើងធ្វើយ៉ាងម៉េចអូខេយើងចូលកន្លែង find ចូលក្នុង file របស់យើងខ្ញុំសូមចូលយកវីដេអូរបស់ខ្ញុំបន្តិចអញ្ចឹងយើងឃើញហើយណាអញ្ចឹងបើពុកម៉ែបងប្អូនទាំងគ្នាគ្រាន់តែចុច double click លើវាមកគឺវា open ហើយអញ្ចឹងកាលណា open គឺយើងអាចអូខេអញ្ចឹងបន្ទាប់គឺពុកម៉ែបងប្អូនទាំងគ្នាត្រូវរៀនអំពីពាក្យថា save as អញ្ចឹង save as គឺមានន័យថា save ជាឯកសារថ្មីតែម្ដងឯកសារនេះគឺជាឯកសារចាស់ដែលយើងបាន save ហើយអញ្ចឹងនៅពេលដែលយើងប្រើពាក្យថា save as គឺមានន័យថាវានឹងបង្កើតបានជា file document ថ្មីមួយទៀតអញ្ចឹងបើសិនបើខ្ញុំដាក់ថា Microsoft Word នេះគឺខ្ញុំដាក់ថា2អញ្ចឹងខ្ញុំពាក្យថា save នៅពេលដែលពុកម៉ែបងប្អូនបើកមកឃើញមានfile អញ្ចឹងយើងឃើញមាន file document យើងមួយទៀតហ្នឹងពុកម៉ែបងប្អូនអញ្ចឹងគឺមានន័យថា save as នេះគឺប្រើសម្រាប់ save ដើម្បីបង្កើតបានជាឯកសារថ្មីឬក៏យើង replace ឯកសារចាស់ហ្នឹងចេញពាក្យថា save គឺថាម៉េចគឺសម្រាប់ save បន្តពីឯកសារដែលយើងកំពុងធ្វើហ្នឹងឯងឬក៏ឯកសារថ្មីទៅតែបើកគឺយើងនឹងម៉េចគឺយើងនឹងប្រើអីគេប្រើ save ហ្នឹង save ដើម្បីយើង save ឲ្យបានជាឯកសារថ្មីមួយដែរអូខេ open គឺសម្រាប់បើកគឺយើងរួចហើយ open គឺយើងបើកនៅក្នុងឯកសាររបស់យើងឬក៏មួយទៀត file យើងមានអីគេ open recent គឺយើងនឹងឃើញពី recent របស់យើង example ខ្ញុំបើក recent មួយនេះអញ្ចឹងយើងនឹងឃើញនិយាយនៅ recent របស់យើងដែលយើងបានធ្វើមុនហ្នឹងឯងអូខេឬក៏មួយទៀតយើងប្រើពាក្យថា open នេះដើម្បីយើងទៅរើសទីតាំងឯកសាររបស់យើងបានហើយយើងចុចពាក្យថា open អូខេអញ្ចឹងខ្ញុំសូមបែកទៅកាន់មេរៀនរបស់យើងវិញអញ្ចឹងសរុបមកវិញពាក្យថា save គឺសម្រាប់ save បង្កើតជាឯកសារហើយយើងអាច save តជាពីឯកសារចាស់បន្ទាប់គឺពាក្យថា save as គឺសម្រាប់ save ទៅជាឯកសារថ្មីឬក៏យើង replace នៅឯកសារចាស់នឹងចេញ open គឺសម្រាប់បើកឯកសារអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូនេះបើសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាមានចម្ងល់នឹងចំណុចណាមួយអាច comment នៅខាងក្រោមវីដេអូហើយសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់ subscribe គឺជួយ subscribe ខ្ញុំមួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តដើម្បីធ្វើវីដេអូបន្តសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះជួបខ្ញុំនៅវីដេអូបន្ត